បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតបាទពាក់ព័ន្ធទៅនឹងបងប្អូនដែលមានអាការៈបាទគ្រុនពោះវៀនរ៉ាំរ៉ៃបាទគ្រុនពោះវៀនរ៉ាំរ៉ៃហ្នឹងដូចបងប្អូនឬក៏អ៊ំពូមីងដែលបានទៅពេទ្យមួយសាហើយគាត់បាទជាមួយរយៈពេលឬក៏វាលោបមកវិញហ្នឹងបាទជំរឿសចុងក្រោយគឺមានតែថ្នាំបុរាណខ្មែរទេបាទថ្ងៃនេះខ្ញុំពំនាំបាទរូបមន្តមាន2ទេបងប្អូនណា2មុខទេហើយរូបមន្តនេះក៏ស្រួលរកដែរនៅតាមផ្ទះយើងនេះឯងអត់ឆ្ងាយណាទេបាទឥឡូវយើងកុំឲ្យខាតពេលបាទថ្នាំទី1គឺធាងក្តារហោរាណាបងប្អូនបាទតន់ថ្នាំទី2គឺចេកចាស់បាទចេកចាស់ចេកណាំវ៉ាយើងហ្នឹងបាទយកមួយផ្លែតែមួយផ្លែទេណាបាទធាងក្តារហោរាមួយធាងចេកចាស់មួយផ្លែបាទបងប្អូនទៅរកមកលាងទឹកវាស្អាតទៅបាទរួចហើយបងប្អូនយកទៅបុកបាទបុកឬក៏កិនធ្វើមិនក៏ដោយឲ្យតែម៉ត់ណាបងប្អូនបាទហើយសូមបញ្ជាក់ត្រង់កន្លែងនេះបន្តិចបើបងប្អូនបុកឬក៏កិនបងប្អូនត្រូវតែរកត្បាល់ឬក៏រករបស់អ្វីមួយដែលថាពីថ្មីហាមកុំឲ្យយកត្បាល់ដែលមានបុកគ្រឿងបុកអំបិលបុកប៊ីចេងហ្នឹងបាទអត់ឲ្យមានត្បាល់ប្រឡាក់សារធាតុអស់ហ្នឹងទេសូមឲ្យបងប្អូនយកត្បាល់ថ្មីតើណាបងប្អូនបាទបងប្អូនបុកហើយក៏ពូតយកទឹកទៅឬក៏ច្បាច់ច្រោះវាឲ្យបានទឹកមកក៏ឲ្យអ្នកជំងឺយើងហ្នឹងទទួលទានទៅបាទទទួលទានពេលណាក៏បានដែរបាទតែថ្នាំនេះសូមបញ្ជាក់ត្រង់កន្លែងនេះបន្តិចគឺក្មេងហាមប្រើដាច់ខាតណាបាទក្មេងចាប់ពីអាយុ17ឆ្នាំចុះក្រោមគឺអត់ឲ្យប្រើទេតើណាបងប្អូនបាទគឺប្រើសម្រាប់តែមនុស្សពេញវ័យនិងមនុស្សចាស់បាទអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទរកការបាទធ្វើវីដេអូអត្ថាធិប្បាយមានកន្លែងណាបាទលើសលួសខ្វះខាតក៏សូមបងប្អូនខន្តីអភ័យទោសបាទដល់ខ្ញុំបាទផងបាទអរគុណច្រើន